ការកំណត់គោលដៅជីវិតជីវិតរស់នៅត្រូវមានគោលដៅឲ្យបានច្បាស់លាស់បើគ្មានគោលដៅទៅមុខមិនរួចត្រូវរៀនលះបង់ប្រឹងពុះវាខំរកគោលដៅចំឲ្យល្អបំផុតជាចម្លាក់ឆ្លាក់វាងស្នាក្នុងភ្នាក់កុំចាំគេដាំស្រោតទុំចាំច្រូតត្រូវរៀនពីគេចាប់ផ្ដើមតស៊ូកុំចាំយូរពីនិចគោលដៅឲ្យបានជាក់ស្ដែងសរសេរគោលដៅឲ្យបានច្បាស់លាស់ត្រឹម3%ដូចក្តីប្រាថ្នាមួយភាគ100គត់ពីនិចមិនរត់រាល់ថ្ងៃកំណត់ត្រង់គួរដែលគូត្រីវិស័យនាំផ្លូវមិនបាច់រារែកត្រូវតែធ្វើទៅសុខភមង្គលកិត្តិយសស្ដុកស្ដង់គោលដៅប្រាកដកុំឲ្យឃ្លាតឆ្ងាយជោគជ័យសប្បាយដោយយើងចេះច្បាស់ចេះអ្វីមួយច្បាស់ទើបយើងជោគជ័យហាមចេះធ្វើអំពើអាក្រក់ត្រូវតែចេះធ្វើអំពើល្អឲ្យបានច្រើនបើយើងចង់បានជោគជ័យណាបងប្អូនសរសេរគោលដៅឲ្យបានច្បាស់លាស់ត្រឹម2%ដូចក្តីប្រាថ្នាមួយភាគ100គត់ពីនិចមិនរត់រាល់ថ្ងៃកំណត់ត្រង់ជួរដែលគូត្រីវិស័យនាំផ្លូវមិនបាច់រារែកត្រូវតែធ្វើទៅសុខភមង្គលកិត្តិយសស្ដុកស្ដង់គោលដៅប្រាកដកុំឲ្យឃ្លាតឆ្ងាយជោគជ័យសប្បាយដោយយើងចេះច្បាស់គម្រោងជីវិតត្រូវគិតឲ្យត្រូវឆ្លងកាត់រឿងព្រួយខំប្រឹងតស៊ូបើចង់បានជោគជ័យពិតប្រាកដណាបងប្អូន